ពាក្យថាអាការ47ខ្ញុំជឿថាគ្មាននរណាម្នាក់ដែលគិតថាមិនស្គាល់នោះទេវាគឺជាប្រភេទអាវុធល្បីល្បាញបំផុតដែលមានវត្តមាននៅគ្រប់ទីកន្លែងចាប់ពីសមរភូមិពិតប្រាកដរហូតដល់កញ្ចក់អេក្រង់ភាពយន្តនិងក្នុងហ្គេមបាញ់ប្រហារល្បីៗដូចជា PUBG ឬ Free Fire ជាដើមប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ដែរឬទេថាហេតុអ្វីបានជាកំភ្លើងដែលមានរូបរាងសាមញ្ញមួយនេះអាចឈរជើងបានរាប់ទសវត្សរ៍និងមានមនុស្សប្រើប្រាស់រាប់រយលាននាក់លើជុំវិញពិភពលោកហើយតើអ្នកដឹងទេថាអ្នកណាដែលបង្កើតវាឡើងដំបូងឡើយគ្រាន់តែជាក្មេងប្រុសម្នាក់ដែលចង់ក្លាយទៅជាអ្នកសរសេរកំណាព្យតែប៉ុណ្ណោះថ្ងៃនេះយើងនឹងមកជជែកគ្នាអំពីប្រវត្តិដ៏អស្ចារ្យនិងអាថ៌កំបាំងដែលអ្នកប្រហែលជាមិនធ្លាប់ដឹងពីមុនមកនៃស្ដេចអាវុធអាការ47រឿងរ៉ាវទាំងអស់បានចាប់ផ្ដើមឡើងជាមួយនឹងបុរសម្នាក់ឈ្មោះថា Michael Kalashnikov លោកកើតនៅឆ្នាំ1919ក្នុងត្រកូលគ្រួសារកសិករដ៏ក្រីក្រមួយនៅតំបន់ស៊ីបេរីប្រទេសរុស្ស៊ីកាលពីក្មេង Michael គឺជាក្មេងប្រុសដែលមានចិត្តទន់ភ្លន់លោកចូលចិត្តអានសៀវភៅនិងមានក្តីស្រមៃចង់ក្លាយទៅជាអ្នកនិពន្ធកំណាព្យដ៏ល្បីម្នាក់ប៉ុន្តែសង្គ្រាមលោកលើកទី2បានមកដល់ហើយវាបានប្លន់យកក្តីស្រមៃរបស់លោកទៅបាត់ក្នុងវ័យដែលត្រូវកាន់ប៊ិច Michael បែរជាត្រូវបង្ខំចិត្តកាន់កំភ្លើងនិងចូលបម្រើកងទ័ពជាមេបញ្ជាការរថក្រោះវិញជីវិតរបស់លោកត្រូវបានផ្លាស់ប្ដូរទាំងស្រុងនៅឆ្នាំ1941ក្នុងអំឡុងពេលប្រយុទ្ធគ្នាជាមួយនឹងកងទ័ពណាស៊ីអាល្លឺម៉ង់រថក្រោះរបស់លោកត្រូវបានគេបាញ់កំទេចហើយលោកបានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលសម្រាប់ព្យាបាលនៅមន្ទីរពេទ្យ Michael តែងតែឮមិត្តរួមអាវុធរបស់លោកត្អូញត្អែអំពីបញ្ហាមួយនោះគឺកាំភ្លើងរបស់រុស្ស៊ីនៅសម័យនោះគឺមានគុណភាពអន់ពិបាកប្រើជាងកាំភ្លើងរបស់ទាហានអាល្លឺម៉ង់ឆ្ងាយណាស់ពាក្យសម្ដីទាំងនេះបានដកជួបនៅក្នុងចិត្តរបស់ Michael រហូតធ្វើឲ្យលោកសម្រេចចិត្តថាលោកត្រូវធ្វើអ្វីមួយដើម្បីជួយទាហានរុស្ស៊ីលោកបានចាប់ផ្ដើមគូសគំនូរបច្ចេកទេសនិងការសិក្សាពីគ្រឿងបង្គំអាវុធយ៉ាងយកចិត្តទុកដាក់សូម្បីតែក្នុងពេលលោកកំពុងមានរបួសក៏ដោយក្រោយពីការខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំទីបំផុតនៅឆ្នាំ1947អាវុធដែលលោកបានស្រមៃក៏បានលេចរូបរាងឡើងអ្នកប្រហែលជាឆ្ងល់ថាតើឈ្មោះអាការ47មានន័យយ៉ាងដូចម្ដេចអាការគឺមកពីពាក្យរុស្ស៊ីថាEvtomet Kalashnikov ដែលមានន័យថាអាវុធស្វ័យប្រវត្តិរបស់លោក Kalashnikov ចំណែកឯលេខ47គឺតំណាងឲ្យឆ្នាំ1947ដែលជាឆ្នាំជោគជ័យក្នុងការបង្កើតវាឡើងជាលើកដំបូងវាគឺជាអាវុធដែលរចនាឡើងដើម្បីបាញ់ចម្ងាយជិតនិងមធ្យមក៏ប៉ុន្តែចំណុចខ្លាំងបំផុតរបស់វាគឺភាពសាមញ្ញតើអ្វីដែលធ្វើឲ្យអាការ47ក្លាយទៅជាស្ដេចអាវុធចម្លើយគឺភាពធន់អាការ47ត្រូវបានរចនាឡើងឲ្យមានគ្រឿងបន្លាស់តិចនិងមានចន្លោះរលុងនៅខាងក្នុងដែលចំណុចនេះហើយគឺជាអាថ៌កំបាំងដ៏អស្ចារ្យទោះបីជាអ្នកយកវាទៅត្រាំក្នុងទឹកភក់យកវាទៅកប់ក្នុងដីខ្សាច់ឬប្រើប្រាស់ក្នុងស្ថានភាពត្រជាក់ខ្លាំងក៏ដោយក៏អាការ47នៅតែអាចបាញ់ចេញបានយ៉ាងរលូនខុសពីកាំភ្លើងទំនើបមួយចំនួនដែលគ្រាន់តែប្រឡាក់ដីបន្តិចក៏អាចគាំងបានដែរជាងនេះទៅទៀតវាមានអាយុកាលប្រើប្រាស់បានរហូតដល់ទៅ40ឆ្នាំហើយងាយស្រួលក្នុងការជួសជុលបំផុតសូម្បីតែអ្នកមិនដែលស្គាល់ពីកាំភ្លើងសោះក៏អាចរៀនប្រើវាបានក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះបច្ចុប្បន្ននេះបើតាមការប៉ាន់ស្មានក្នុងចំណោមកាំភ្លើង400លានដើមមាននៅលើពិភពលោកប្រហែលជា100លានដើមទៅហើយដែលកាំភ្លើងអាការ47ឬសមាជិកក្នុងត្រកូលរបស់វានេះមានន័យថាក្នុងចំណោមកាំភ្លើង4ដើមលើលោកគឺមានអាការ47មួយដើមជានិច្ចប៉ុន្តែភាពល្បីល្បាញនេះក៏នាំមកនូវភាពខ្មៅងងឹតផងដែរដោយសារតែមានតម្លៃថោកនិងងាយស្រួលរកទិញវាបានក្លាយទៅជាអាវុធសំណប់ចិត្តរបស់ក្រុមភេរវករក្រុមជួញដូរគ្រឿងញៀននិងក្រុមឧទាមជុំវិញពិភពលោកមុនពេលលោក Michael Kalashnikov ទទួលមរណៈក្នុងឆ្នាំ2013លោកត្រូវបានគេសួរថាតើលោកមានអារម្មណ៍យ៉ាងណានៅពេលឃើញអាវុធរបស់លោកបង្កើតត្រូវបានគេយកទៅប្រើប្រាស់ដើម្បីសម្លាប់មនុស្សស្លូតត្រង់ជាច្រើនលោក Michael បានឆ្លើយទៀងទឹកមុខមុំថាខ្ញុំបង្កើតវាឡើងដើម្បីការពារមាតុភូមិវាមិនមែនជាកំហុសរបស់ខ្ញុំទេបើអ្នកនយោបាយមិនអាចគ្រប់គ្រងវាបានហើយទុកវាឲ្យធ្លាក់ទៅក្នុងដៃជនអាក្រក់ទោះជាយ៉ាងណាក៏ដោយក្នុងវ័យចុងក្រោយនៃជីវិតរបស់លោកក៏បានផ្ញើសម្បត្តិទៅកាន់ព្រះវិហារដើម្បីសុំការអភ័យទោសចំពោះវិបដិសារីដែលអាវុធរបស់លោកបានបង្កើតឡើងផងដែរនេះគឺជាប្រវត្តិ
ដ៏វែងឆ្ងាយនិងស៊ីជម្រៅនៃអាការ47តើអ្នកយល់យ៉ាងណាដែរចំពោះអាវុធមួយនេះតើវាជាអាវុធការពារជាតិឬក៏ជាម៉ាស៊ីនសម្លាប់មនុស្សសូមបញ្ចេញមតិនៅខាងក្រោមវីដេអូនេះសូមអរគុណសម្រាប់ការតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់កុំភ្លេចចុច like និង share បើអ្នកចូលចិត្តវីដេអូនេះជួបគ្នានៅវីដេអូក្រោយ